ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបដាក់ YouTube Math ដើម្បី download វីដេអូយកមកទុកនៅក្នុង Store ទូរស័ព្ទរបស់យើងទុកក្នុង memory ហើយកម្មវិធី YouTube Math វាខុសពីកម្មវិធី YouTube មួយនេះព្រោះអីកម្មវិធី YouTube Math យើងអាច down យកមកទុកនៅក្នុង memory យើងបានចាក់ដោយមិនបាច់ចាក់វីដេអូដោយមិនបាច់មានពាណិជ្ជកម្មព្រោះយើងមើលតាមវីដេអូធម្មតានេះពេលយើង download យកមកទុកក៏វាពេលខ្លះមានពាណិជ្ជកម្មរបស់វាដែរបាទបងប្អូនធ្វើមកតាមខ្ញុំមកបងប្អូនគ្រាន់តែចូលទៅក្នុង Google មកហើយបន្តមកទៀតបងប្អូនវាយពាក្យថា TubeMath T U B M A T ពាក្យចុចពាក្យថា search បាទនេះបងប្អូនគឺ logo របស់ TubeMath ហ្នឹងហើយបងប្អូនយកខាងលើនេះមកបាទហើយបន្តមកទៀតបងប្អូនទៅខាងក្រោមមកនេះឃើញពាក្យថា download ចុចមកចុចពាក្យ download បាទរងចាំឲ្យវាពេញបាទពេលវាគ្រាអញ្ចឹងមានន័យថាពេញហើយយើងចុចពាក្យថា open នេះមកហើយបន្តមកទៀតយើងចុចនៅលើ file មួយនឹងមកបាទឲ្យវាដំណើរការបន្តមកទៀតចុចពាក្យថា setting បន្តមកទៀតយើងបើកនៅកន្លែងនេះមកប៊ូតុងហ្នឹងបន្តមកទៀត back ថយក្រោយហើយបន្តមកទៀតចុចពាក្យថា install បាទរងចាំវាបន្តិចវាកំពុងតែដំឡើងមកលើអេក្រង់ទូរស័ព្ទរបស់យើងហើយបន្តមកទៀតយើងចុចពាក្យថា open បាទរងចាំបាទនេះគឺកម្មវិធី TubeMath version ថ្មីរបស់គេចុច I agree ចុច OK ចុចពាក្យ allow ខាងលើនេះចុច allow ខាងលើទៀតហើយកុំព្រួយកុំបារម្ភថាកម្មវិធីនេះមានបញ្ហាអីមានពាណិជ្ជកម្មមានអីញ៉ៃញ៉ៃធ្វើឲ្យមានមេរោគក្នុងទូរស័ព្ទរបស់យើងគឺអត់មានទេចុចពាក្យថា close ចុចខាងលើបាទចុច download ខាងក្រោមនេះមកចុចកន្លែងពាក្យថា download tab នេះបាទចុចតាមសញ្ញាវាមកចាប់អក្សរពក្រមហ្នឹងបាទហើយមកដល់កន្លែងនេះគឺចូលមកដល់ YouTube Math ដែលរបស់យើងនឹងហើយប៉ុន្តែវាអត់ទាន់មានវីដេអូទេព្រោះអី YouTube របស់យើងទើបតែ down យកមកហើយក៏វាអត់ទាន់មាន account ដែរហើយបងប្អូនចង់ search ឧទាហរណ៍ថា search ចម្រៀងមួយណាមួយមកបទខ្មែរចឹងមកអត់ល្បីក្នុង TikTok ចឹងចាស់គឺវាចេញមកហើយបងប្អូនចង់ឲ្យវា load មកមើលដូច YouTube ធម្មតារបស់យើងបងប្អូនបង្កើត account នៅកន្លែងពាក្យថា U នេះមកគឺវាមានវីដេអូបង្ហាញយើងសពគ្រប់រដងដែលយើងបើកមើលធម្មតាបាទឥឡូវឧទាហរណ៍ថាខ្ញុំ down បទមួយណាចាស់បទមួយនេះចាស់បាទនេះគឺវា load មកបែបហ្នឹងវាមានពាណិជ្ជកម្មធម្មតាក៏ប៉ុន្តែបងប្អូនអាច download វីដេអូដែលយើងបានពេញចិត្តហ្នឹងយកទៅដាក់នៅក្នុង memory អញ្ចឹងហើយយើងមើលដោយមិនបាច់ប្រើអ៊ីនធឺណិតនិងក៏មិនបាច់មានពាណិជ្ជកម្មដែរឲ្យវា play ទៅផុតពាណិជ្ជកម្មពេលមើលធម្មតាគឺវា load ពាណិជ្ជកម្មដូច YouTube ធម្មតាអញ្ចឹងខ្ញុំមិនហ៊ានបើកច្រើនទេព្រោះអីខ្លាចជាប់ copyright វីដេអូដែលយើងចង់ down គឺបទកំពុងល្បីក្នុង TikTok បាទនេះបទហ្នឹងពេលយើងចង់ down យើងចុចពាក្យកន្លែងសញ្ញា download នេះពណ៌ក្រហមនេះមកចុចមកអូខេបន្តមកទៀតកន្លែងនេះគឺគេឲ្យយើងរើស file
កម្រិតភាពច្បាស់របស់វាបើសិនជាយើងចង់បានច្បាស់យើងយកទំហំខាងលើនេះទៅតែយើង complete ថាបើសិនជាយើងយកច្បាស់ memory ក៏ស៊ីធំហើយវា download ក៏មិនងាយពេញបងប្អូនគួរតែយកកម្រិតណាមួយដែលសមល្មមបងប្អូនយកខាងក្រោមនេះក៏បានដែរ640 360នេះក៏បានឬក៏12.8 គុណ720នេះក៏បានដែរបាទខ្ញុំសាកយក720នឹងមកបន្តទៀតយើងដាក់ចុចកន្លែងរូបពណ៌ក្រហមនេះកន្លែង download នេះមកគឺយើងអាច download បានជាការស្រេចប៉ុន្តែនេះ memory ខ្ញុំពេញបងប្អូន memory ពេញបាត់ហើយអញ្ចឹង download បានទេប៉ុន្តែបងប្អូនអាចចុច download បានធម្មតាគឺវាចូលទៅក្នុងកន្លែង gallery ឬក៏កន្លែង play video របស់យើងចូលទៅមើលកន្លែង play video របស់យើងទៅគឺឃើញវីដេអូដែលយើងបាន download ហើយបាទកន្លែង play video នេះឬក៏កន្លែងទុករូបភាពហ្នឹងយើងអាចមើលបានបាទអរគុណបងប្អូនវីដេអូនេះមានប៉ុណ្ណឹងជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ